mỏ gì ơi không àបាទក្នុងក្រុមជំរាបសួរអរលោកស្រីប្រិមិត្តដែលកំពុងតាមដានទស្សនានៅគណៈពេលនេះផងដែរខ្ញុំបាទវណ្ណាសាព័ត៌មានក៏ដូចជាសារព័ត៌មាន CSK TV បាទថ្ងៃនេះផងដែរបាទខ្ញុំបាននាំអំណោយរបស់លោកតាំងត្រៃនិងក្រុមគ្រួសារបានជូនដល់អ៊ំស្រីឈ្មោះលៀងបាទជាងវូចលៀងបាទជាងវូចលៀងបាទហើយនឹងខាងអាជ្ញាធរដែរដីយើងគឺមានបង្នេញគាត់គឺជាប្រធានភូមិនៅភូមិទួលសវត្តហើយអ៊ំជាមួយលេងហ្នឹងអីមួយលៀងហ្នឹងបាទគាត់ជាមួយលៀងហ្នឹងគាត់រស់នៅភូមិទួលសម្បត្តិឃុំពៅពីរស្រុកស្មាខេត្តបងមុំអញ្ចឹងអំណោយរបស់លោកតាំងវុយត្រៃតាំងត្រៃនិងក្រុមគ្រួសារហ្នឹងមានអង្គ25គីឡូបាទហើយនឹងមាននេះដូចជាត្រីខមីត្រីខនៅទឹកត្រីស្អីបាទនឹងប៊ីជ័យហ្នឹងជាដើមហើយនឹងថវិកាចំនួន80000រៀលបាទហើយទទួលថវិកាផងហើយឲ្យពោឲ្យជ័យខាងសប្បុរសជនផងនេះគេដាក់50000ណាឲ្យពោ80000រៀលពោតិចបាទឲ្យពោដល់សប្បុរសជនជននឹងថាឲ្យតាំងត្រៃខ្ញុំនឹងបានសុកជារហូតបាទក្រុមគ្រួសារលោកតាំងត្រៃតាំងត្រៃហ្នឹងតាំងត្រៃបាទសុកជាអស់គ្នាអ្នកនាំមកបានដូចសុកអស់គ្នាដែរបាទហើយស្អែកនេះស្អែកនេះបាទស្អែកនេះឲ្យអ៊ំមួយលៀងអីហ្នឹងទៅហូបកាទៀវបាទខាងសប្បុរសជនតាំងមួយត្រៃគាត់តាំងត្រៃគាត់ចេញលុយឲ្យទេតាមរយៈពួកខ្ញុំអញ្ចឹងណាបាទហូបទៅហូបកាទៀវទៅហូបកាទៀវចាំនេះទៅផ្ទះហៀមីងក៏បានផ្ទះម៉ាប់នេះក៏បានដែរនេះក៏បានដែរផ្ទះគេនេះបាទហ្នឹងហើយបាទចាំមកខ្ញុំសើវិញបាទមកខ្ញុំសើចូលក្នុងបរោយទៅបាទចូលខ្ញុំទៅហៅខាងចែនៅកំពូលនោះចាវីឲ្យគាត់មកហ្នឹងដែរបាទជុំគ្នាហ្នឹងបាទអរគុណណាស់សប្បុរសជនដែលតែងតែជួយដល់បងប្អូនជាប្រវត្តិយើងដែលមានការខ្វះខាតដូចជាក់ស្ដែងបាទដូចជាក់ស្ដែងនៅថ្ងៃនេះមានលោកតាំងត្រៃនិងក្រុមគ្រួសារដែលលោកបានឲ្យអំណោយសប្បុរសជនរបស់លោកតាមរយៈខ្ញុំហ្នឹងគឺមានអង្គមានត្រីខទឹកត្រីមានត្រីឆាទឹកស្អីហ្នឹងហើយនឹងថវិកាចំនួន80000រៀលមកគ្រួសារអ៊ំស្រីនេះគឺគាត់នៅខាងភូមិទួលសម្បត្តិអញ្ចឹងណាភូមិទួលសម្បត្តិឃុំពៅពីរស្រុកកោះឆ្មាខេត្តត្បូងឃ្មុំដូចគ្នាហើយសូមជូនពរដល់សប្បុរសជនឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានបាទពិសេសគឺសុខភាពល្អបាទអរគុណច្រើនជារហូតអស់គ្នាសុខបាយជូនពរបាទ